បាទបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះដែរខ្ញុំមានពីរបៀបនៃការផ្ដាច់គម្រោងសេខាតសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់អត់ទាន់ចេះពីរបៀបនៃការផ្ដាច់គម្រោងសេខាតហ្នឹងហើយបងប្អូនទាំងអស់គ្នាអាចមើលនៅវីដេអូមួយនេះបានគឺខ្ញុំប្រាប់ពីមួយ step ទៅមួយ step តែម្ដងចែកជូនដើម្បីឲ្យបងប្អូនទាំងអស់គ្នាហ្នឹងហើយនឹងចេះផ្ដាច់ពីគម្រោងសេខាតដែលយើងសុកយកបញ្ចូលលុយទៅវាកាត់លុយយើងអត់ដឹងខ្លួនអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាអាចទស្សនានៅវីដេអូមួយនេះគឺខ្ញុំប្រាប់បងប្អូនទាំងគ្នាពីរបៀបផ្ដាច់ហ្នឹងហើយទាំងអស់គឺអត់ឲ្យជាប់អត់ឲ្យកាត់លុយយើងដោយមិនមានមូលហេតុទេបាទតោះឥឡូវបងប្អូនទាំងគ្នាអាចចុចតាមខ្ញុំបានហ្នឹងហើយបងប្អូនទាំងគ្នាអាចធ្វើការចុចកាយ1200ហ្នឹងហើយត្រង់ជ្រូកអញ្ចឹងបងប្អូនទាំងគ្នាស៊ីមសេខាតបងប្អូនទាំងគ្នានៅស៊ីមមួយណាបងប្អូនទាំងគ្នាចុចមួយនឹងទៅដោយសារស៊ីមខ្ញុំនៅទី1អញ្ចឹងខ្ញុំនឹងផ្ដាច់នៅទី1បាទបងប្អូនទាំងគ្នារងចាំបន្តិចទៅហ្នឹងហើយបន្ទាប់មកកន្លែងនេះគឺគេនឹងឲ្យបងប្អូនទាំងគ្នារើសនៅភាសាដែលបងប្អូនទាំងគ្នាចង់ដាក់អញ្ចឹងយើងដាក់ភាសាខ្មែរទៅដើម្បីងាយស្រួលមើលទាំងអស់គ្នាឥឡូវយើងចុចលេខ1ហើយចុចពាក្យថា send នេះទៅបើ iPhone ប្រើពាក្យ reply អញ្ចឹងនៅជំរើសនៅចំណុចកន្លែងនេះមួយទៀតអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាចង់ធ្វើការផ្ដាច់កម្រងទាំងអស់អញ្ចឹងបងប្អូនទាំងគ្នាមើលទៅបងប្អូនអាចចុចលេខ2ដើម្បីយើងធ្វើការផ្ដាច់កម្រងយើងទាំងអស់ហើយចុចពាក្យថា send ទៀតបាទអញ្ចឹងមកដល់ចំណុចកន្លែងនេះដែរគឺគេមានពីរកម្រងទៀតទី1សេវាកម្ម digital ទី2សេវាកម្មទូរស័ព្ទអញ្ចឹងយើងចង់ផ្ដាច់ពីរកម្រងនឹងក៏បានដែរតែយើងធ្វើមួយទៅតាមជាក់ស្ដែងអញ្ចឹងណាបាទឥឡូវយើងផ្ដាច់កម្រងទី1សិនមកយើងចុចលេខ1ហើយចុចពាក្យ send ហ្នឹងមកហើយកន្លែងនេះគេឲ្យយើងបើយើងចង់ត្រឡប់ក្រោយយើងចុចលេខ2បើយើងចង់បញ្ជាក់ថាយើងចង់ផ្ដាច់កម្រងហ្នឹងយើងចុចលេខ1បានន័យថាយើងចង់ផ្ដាច់កម្រងដែលយើងចង់ផ្ដាច់ទាំងអស់ហ្នឹងណាបាទយើងចុចលេខ1មកបាទអញ្ចឹងរងចាំតិចទៅគេនឹងផ្ដាច់ឲ្យយើងនេះឃើញអត់អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើការផ្ដាច់កម្រងសេវាកម្មទូរស័ព្ទមួយទៀតបងប្អូនទាំងគ្នាចុច1200ដដែលមកទ្រង់ជ្រូកមកហើយបងប្អូនទាំងគ្នាដាក់ស៊ីមបងប្អូនទាំងគ្នាមកហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នារងចាំហើយចុចធ្វើដូចមិញដែរមកអត់អីបាក់ទេហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាក៏ចុច send មកហើយយើងធ្វើការចុចលេខ2ទៀតដើម្បីយើងចូលទៅនឹងទៀតនេះអញ្ចឹងបងប្អូនទាំងគ្នាដាក់លេខ2មកដល់ចំណុចកន្លែងនេះមិញយើងដាក់លេខ1ដើម្បីផ្ដាច់សេវាកម្ម digital បាទលេខ2យើងសេវាកម្មទូរស័ព្ទម្ដងអញ្ចឹងបងប្អូនទាំងគ្នាចុចលេខ2មកគឺវាដាច់អស់ហើយអញ្ចឹងបងប្អូនទាំងគ្នាចុចលេខ1លេខនេះទៀតមកដើម្បីយើងធ្វើការបញ្ជាក់ទៅកាន់ក្រុមហ៊ុនថាយើងបានធ្វើការផ្ដាច់គម្រោងមួយហ្នឹងតែបើសិនជាបងប្អូនទាំងគ្នាអត់ចង់ផ្ដាច់គម្រោងហ្នឹងទេបងប្អូនទាំងគ្នាអាចធ្វើការចុចលេខ2ដើម្បីត្រឡប់មកកន្លែងដើមវិញតែខ្ញុំចង់ធ្វើការផ្ដាច់អញ្ចឹងណាអញ្ចឹងខ្ញុំសូមធ្វើការចុចពាក្យថា send បាទងាយស្រួលទេបងប្អូនទាំងគ្នាពីរបៀបនៃការផ្ដាច់គម្រោងមួយហ្នឹងបាទអញ្ចឹងបងប្អូនទាំងគ្នាអាចមើលបានគឺរបៀបនៃការផ្ដាច់គម្រោងរបស់ Card បាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនទាំងគ្នាចង់ផ្ដាច់មិនថា Card Smart អីបានទេគឺចុចតែប្រព័ន្ធលេខមួយនឹងទេដើម្បីយើងធ្វើការផ្ដាច់ប្រព័ន្ធនៃការកាត់លុយឲ្យដឹងមុខអញ្ចឹងណាបាទបងប្អូនទាំងគ្នាអាចធ្វើការចុចបានអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងសម្រាប់ការចែករំលែកទៅកាន់បងប្អូនទាំងគ្នាបើសិនជាចូលចិត្តនឹងវីដេអូមួយនេះកុំភ្លេចជួយ like ជួយ share ហើយកុំភ្លេចជួយចុចប៊ូតុង subscribe នៅក្នុង channel របស់ខ្ញុំផងដើម្បីទទួលបាននូវវីដេអូនៃការចែករំលែកថ្មីៗពី channel របស់ខ្ញុំទៀតខ្ញុំនឹងចេញចែកជូនទៅកាន់បងប្អូនទាំងគ្នាទៀតអញ្ចឹងណាអរគុណជួបគ្នានៅវីដេអូថ្មីទៀត